Ok ថ្ងៃនេះគឺខ្ញុំមានវីដេអូមួយចង់បង្ហាញអ្នកទាំងអស់គ្នាអំពីការចង file ចង file នៅក្នុងកម្មវិធីរបស់ computer របស់យើងដើម្បីប្រតិបត្តិការនៅfile សុវត្ថិភាពដើម្បីដូចថាការពារឯកសារទិន្នន័យអ្វីមួយដែលយើងមិនចង់ឲ្យអ្នកដទៃឆែកហើយគប់យកទៅមើលកើតឬក៏ឃើញនៅឯកសារសំខាន់របស់យើងឬក៏នៅក្នុងរឿងអ្វីសំខាន់ក៏ដោយឲ្យតែយើងទុកនៅឯកសារទាំងនោះរបស់ទាំងនោះនៅក្នុងកុំព្យូទ័ររបស់យើងដើម្បីការពារវាកុំឲ្យគេថាមនុស្សទី2មើលឃើញអញ្ចឹងជាដំបូងគឺយើងមើលទៅកម្មវិធីរបស់លើ desktop computer របស់យើងវាមានច្រើនអញ្ចឹងបើសិនឧទាហរណ៍គឺយើងចង់ចង file មួយនៅក្នុងកុំព្យូទ័ររបស់យើងគឺយើងចូលទៅគ្រប់កម្មវិធីរបស់យើងក៏បានដោយឧទាហរណ៍ខ្ញុំធ្វើចង file មួយនៅក្នុង program កម្មវិធីរបស់ខ្ញុំគឺនៅក្នុងវីដេអូនេះគឺមានច្រើនអញ្ចឹងបើសិនជាយើងចង់ចង file វីដេអូនេះមិនចង់ឲ្យអ្នកដទៃមើលឃើញវីដេអូឬឯកសារទិន្នន័យផ្សេងគឺមានលក្ខណៈដូចគ្នាអញ្ចឹងជាដំបូងគឺយើង select លើវាទាំងអស់ហើយយើងយក mouse ស្ដាំលើវាយើងយក mouse ស្ដាំចុច mouse ស្ដាំលើវាបន្ទាប់ពីយើង select វារួចយើង select ទាំងអស់ហើយយើងយក mouse ស្ដាំលើកម្មវិធីដែលយើង select ហ្នឹងហើយវាចេញផ្ទាំងបែបនេះគឺមាន scan with 360 total security run in and 360 send handbox មាន power ISO មាន share with អញ្ចឹងបើវាចេញផ្ទាំងបែបនេះគឺខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាយកពាក្យ add to archives ដើម្បីចង file ហើយកម្មវិធីរបស់យើងឲ្យមានលក្ខណៈសុវត្ថិភាពអញ្ចឹងគឺយើងចេញផ្ទាំងបែបនេះហើយគឺយើងចុចពាក្យ add to archives អូខេបន្ទាប់ពីយើងចុចបែបនេះហើយវានឹងចេញផ្ទាំងបែបនេះត្រង់នេះគឺវាបញ្ជាក់ថាវាគឺជា file ARA ជា file វីដេអូ ARA វាក្នុងកន្លែង file archive format នេះគឺវាមានជម្រើសឲ្យយើង3ទី1គឺ file យើងចងជាលក្ខណៈ file ARA ជាលក្ខណៈចងធម្មតាមានន័យថាបើសិនពួកអ្នក hacker អីគឺគេងាយស្រួលនឹង hack ប៉ុន្តែបើយើងចង file zip គឺមានលក្ខណៈដូចគ្នាប៉ុន្តែ file នេះគឺគ្មានតិចតួចគឺគ្មានពីណាមក hack នៅក្នុងកម្មវិធីយើងទេគឺមាន file ARA មាន file ARA file មាន file zip អញ្ចឹងខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាយកពាក្យ file ARA នេះវាបញ្ជាក់កន្លែងនេះថា file ARA ហើយកន្លែង profile អីមិនបាច់ទេហើយបន្ទាប់មកគឺយើងមិនយក OK ទេគឺយើងយកពាក្យ set up ត្រង់នេះអីគឺយើងបំពេញពាក្យថា normal ធម្មតាហើយត្រង់នេះគឺធម្មតាវាប្រាប់អំពីព័ត៌មានផ្សេងដល់យើងហើយត្រង់នេះគឺយើងយកពាក្យ set up បន្ទាប់ពីយើងសំទោសមិនមែន set up ទេគឺ set password មានន័យថាកូដសុវត្ថិភាពគឺមានន័យថាដាក់កូដសុវត្ថិភាពដើម្បីចង file ARA file វីដេអូ ARA របស់យើងហ្នឹងឲ្យមានលក្ខណៈសុវត្ថិភាពអញ្ចឹងយើងយកពាក្យ set password អូខេបន្ទាប់ចេញពី set password រួចហើយវានឹងចេញបែបនេះហើយបន្ទាប់មកយើងយកពាក្យ show password command ហើយត្រង់ចំណុចនេះគឺយើងវាយ password យើងចូលឧទាហរណ៍ខ្ញុំវាយ password របស់ខ្ញុំដូចថាយើងដាក់ថា012យើងចុចថា1104ដើម14ដើមអញ្ចឹងទៅហើយកុំភ្លេចថាខាងក្រោយគឺយើងត្រូវមានលាយអក្សរដើម្បីការពារសុវត្ថិភាពឲ្យកាន់តែខ្ពស់ហើយសុវត្ថិភាពគឺឲ្យវាមានលក្ខណៈខ្ពស់អញ្ចឹងបន្ទាប់ចំណុចនេះគឺយើងយកពាក្យ OK អូខេ
អូសុំទោសមិនមែនបែបនេះទេមានការផន់ច្រឡំបន្តិចយើងចូលពាក្យ archive ហើយបន្ទាប់មកគឺយើងពាក្យ set password បន្ទាប់មកយើងវាយ password សារថ្មី012 1អូខេហើយយើងយកពាក្យ organize password អូខេអូខេវានឹងចេញបែបនេះវា load ភាគរយឲ្យយើងអូខេ